សួស្តីអ្នកគ្នាថ្ងៃនេះយើងមកសម្រាយរឿងអុកញ៉ាតូចរបស់ខ្ញុំភាពបន្តមុននឹងចូលទៅដល់សាច់រឿងសូមអ្នកគ្នាជួយ like subscribe និង comment អ្នកមួយផងដើម្បីជាកម្លាំងចិត្តដល់រូបខ្ញុំយើងតពីភាពមុនវាបានទៅកន្លែងចក្រានបានសួរទៅអ្នកមិនដែរដែរថាតើមិនអីទេឬដែលខ្ញុំមកទីនេះខ្ញុំចង់ដឹងថាតើអ្នកត្រូវការខ្ញុំជួយដែរឬទេពួកអ្នកបងរាបានឆ្លើយថាពិតជាមិនអីទេពួកយើងពិតជាសប្បាយរីករាយណាស់ដែលបានអ្នកមកជួយពួកយើងពួកអ្នកបំរើក្នុងវាំងមានភាពរាក់ទាក់ចំពោះខ្ញុំណាស់បើទោះបីជាពីមុនខ្ញុំធ្លាប់ជាគ្រូទាតាមចិញ្ចើមផ្លូវក៏ដោយវាហាក់បីដូចជាអាជីពចាស់របស់ខ្ញុំបានធ្វើឲ្យខ្ញុំមើលទៅមានអាកបាំងផងនិងគួរឲ្យចង់ចូលក្បែរផងក្នុងពេលតែមួយយ៉ាងណាមិញវាមិនចម្លែកទេដែលគ្រប់គ្នាមានចម្ងល់ឬចង់ដឹងចង់ឃើញអំពីនរណាម្នាក់ដែលអាចមើលឃើញអនាគតនោះបានលើសំឡេងលីហ្វីបានស្រែកសួរអ្នកបម្រើថាតើពួកយើងថ្ងៃនេះគូធ្វើម្ហូបអ្វីទៅអ្នកបម្រើម្នាក់ក៏បានឆ្លើយថាពួកយើងកំពុងតែធ្វើនំខូឃីប៉ុន្តែវាហាក់បីដូចជាព្រះអង្គម្ចាស់មិនសូវសោយនំខូឃីប្រហែលទេនេះហើយទៅពួកយើងកំពុងជួបការលំបាកថាគួរធ្វើអ្វីឲ្យត្រង់សោយទេព្រាមនោះអ្នកបម្រើនោះក៏បានសួរទៅលីហ្វីទាំងមានក្តីសង្ឃឹមថាកញ្ញាលីហ្វីអ្នកធ្លាប់ចំណាយពេលនៅជាមួយព្រះអង្គម្ចាស់មុនពេលដែលទ្រង់យាងមកវាំងមែនទេហើយអ្នកមានមធ្យោបាយអ្វីខ្លះទេលីហ្វីក៏បានឆ្លើយគឺថាព្រះអង្គមានចំណង់ចំណូលចិត្តដូចគ្នាទៅនឹងព្រះបិតារបស់ទ្រង់បេះបិទអ្នកគ្រាន់តែយកនំចំណីណាដែលអ្នកធ្លាប់រៀបចំថ្វាយព្រះចៅអធិរាជមកថ្វាយទ្រង់ទៅជាការស្រេចហេតុអ្វីបានជាអ្នកមិនសាកសួរអ្នកដែលធ្លាប់បម្រើព្រះចៅអធិរាជកាលពីទ្រង់នៅយុវវ័យទៅបណ្ដាក៏បាននិយាយឡើងថាមីងរបស់ខ្ញុំបានធ្វើការនៅទីនេះច្រើនឆ្នាំណាស់មកហើយប៉ុន្តែគាត់ក៏មិនដឹងថាតើកាលពីមុនព្រះចៅអធិរាជចូលចិត្តអ្វីដែរតាំងពីម៉ាណារបស់ព្រះចៅអធិរាជបានភ្ញាក់ឡើងមកទ្រង់បានចំណាយពេលវេលាទាំងអស់របស់ទ្រង់នៅឯប៉មវេទមន្តទ្រង់ស្ទើរតែធំនឹងក្តីនៅទីនោះទៅហើយវាក៏ក្នុងចិត្តថាភើសៀលៀនមានអាយុ9នៅពេលដែលម៉ាណារបស់ទ្រង់បានភ្ញាក់ឡើងតើវាមានន័យថាពួកគេមិនដែលថ្វាយនំចំណីដល់ទ្រង់សោះទេឬមុនពេលដែលរឿងនេះកើតឡើងភើសៀលៀនកាលពីអាយុ4ឆ្នាំមើលទៅតូចជាងអ្វីដែលខ្ញុំបានគិតទុកឆ្ងាយណាស់ខ្ញុំស្មានថាប្រហែលមកពីកាលពីមុនទ្រង់គឺជាក្មេងដែលរើសចំណីទើបបានជាបែបនេះប៉ុន្តែប្រហែលជាមកពីទ្រង់មិនបានទទួលទានឲ្យបានគ្រប់គ្រាន់ក៏មិនដឹងបណ្ដាក៏បាននិយាយឡើងថាទោះជាយ៉ាងណាខ្ញុំពិតជាសប្បាយចិត្តណាស់ដែលព្រះអង្គម្ចាស់បានយាងមកដល់ទីនេះវាក៏បានសួរហេតុអ្វីបានជាអ្នកនិយាយបែបហ្នឹងអ្នកបណ្ដានោះក៏បានឆ្លើយតបអ្នកទៅតែនិយាយថាពួកគេមានចំណង់ចំណូលចិត្តដូចគ្នាមែនទេចឹងមានន័យថាពួកយើងនឹងដឹងថាគួររៀបចំអ្វីថ្វាយព្រះចៅអធិរាជហើយនៅពេលដែលទ្រង់យាងត្រឡប់មកវិញបម្រើនោះបាននិយាយទៀតថាខ្ញុំរៀនបារម្ភបន្តិចដែរព្រោះទ្រង់បានចាក់ចែងទៅទាំងដែលស្ថានភាពមើលទៅមិនសូវជាល្អទាល់តែសោះវាឆ្ងល់ហើយសួរថាតើមានអ្វីដែលមើលទៅមិនល្អទៅបម្រើនោះក៏បានប្រញាប់ឆ្លើយថាមិនអីទេកុំចាប់អារម្មណ៍អីវាឃើញអ្នកបម្រើនោះព្យាយាមបិទបាំងដូច្នេះគាត់បានគេក្នុងចិត្តថាឥឡូវនេះខ្ញុំកាន់តែចង់ដឹងខ្លាំងជាងមុនទៅទៀតទៅមីឡានក៏ធ្លាប់និយាយអ្វីដែលស្រដៀងនឹងរឿងនេះដែរខ្ញុំមិនសូវជាចង់ចាំច្បាស់ទេតើមូលហេតុអ្វីឲ្យប្រកាសទៅបានជាលោកស្រីស៊ីរីចាក់ចេញពីអាណាចក្រនេះតាំងពីដំបូងមកម្ល៉េះហេតុអ្វីបានជាលោកស្រីម្នាក់នៅអាណាចក្របែរជាចូលរួមក្នុងគណៈប្រតិភូមិទៅកាន់ព្រះរាជាណាចក្រសម្ព័ន្ធមិត្តឲ្យផ្ទាល់ខ្លួនបែបនេះទៅវិញអ្នកបម្រើនៅពេលដែលឃើញលីហ្វីកំពុងតែផ្លិតដូច្នេះក៏បានក្រវីដៃសួរថាកុំអារម្មណ៍អីវាមិនមែនជារឿងសំខាន់នោះទេក៏បានហុយទៅប៉ះច្រមុះលីហ្វីឲ្យនាងក្អកនាងក៏បានគិតក្នុងចិត្តថាតើនេះគឺជាស្អីនឹងជាក្របបែបផ្សែងមែនទេមានរឿងអ្វីកើតឡើងនឹងខ្ញុំបោះបង់ហើយខ្ញុំមិនចង់ធ្វើទៀតទេមកកញ្ញាលីហ្វីរបស់យើងគ្រាន់តែប៉ុណ្ណឹងគឺចង់បោះបង់ទៅហើយតែបណ្ដានៅពេលដែលលីហ្វីរបស់យើងមិនចង់ធ្វើទៀតនោះក៏បាននិយាយថាខ្ញុំគ្រាន់តែចង់មានន័យថាខ្ញុំអារម្មណ៍ពីព្រះអង្គម្ចាស់ដែលទ្រង់ត្រូវគង់នៅទីនេះតែអង្អែងតែប៉ុណ្ណោះមកលីហ្វីកាត់ពីពាក្យសម្ដីរបស់នាងអំបញ្ញមិញអីពួកអ្នកបណ្ដាក៏បាននិយាយថាអញ្ចឹងសូមមេត្តាជួយពួកយើងក្នុងការរៀបចំអាហារសម្រន់ថ្វាយព្រះអង្គម្ចាស់ផងកញ្ញាលីហ្វីក្នុងវ័យរបស់ទ្រង់ចាំបាច់ត្រូវសោយឲ្យបានច្រើនព្រោះថាអ្នកគឺជាអាណាព្យាបាលតែមួយគត់របស់ទ្រង់នាពេលនេះលីហ្វីកំពុងតែយកកន្សែងជួចច្រមុះរបស់ខ្លួនបានកាត់ដល់ពាក្យសម្ដីរបស់អ្នកបម្រើនិយាយបាញ់មិញរបស់នាងបានធ្វើការនៅទីនេះយូរមកហើយប៉ុន្តែមិនទាន់ដឹងពីការចូលចិត្តរបស់ព្រះអង្គទៀតពេលនោះនាងបានចាប់កន្សែងយ៉ាងណានិងបានប្រាជ្ញាចិត្តថានឹងធ្វើឲ្យប្រកាសថា
ទ្រង់នឹងសោយគ្រប់យ៉ាងគេក៏បានកាត់មកដល់ឃើញលីវីរបស់យើងកំពុងតែចូលទៅក្នុងបន្ទប់ Persilien យើងបានគិតក្នុងចិត្តថាទ្រង់កំពុងតែខិតខំប្រឹងប្រែងខ្លាំងណាស់លីវីបានក្រហមនិងបានលើកនំមក Persilien ក៏បានងាកមើលផងដែរហើយនំទាំងអស់នោះពិតជាតំណងញ៉ាំមែនតើលីវីនៅពេលដែលឃើញ Persilien ងាកមកមើលមុខខ្លួនបែបនេះកៅភ្នែកដែលពោពេញទៅដោយការសង្ស័យនោះចុះបន្ទាប់មកលីវីក៏បានក្រហមបាននិយាយណែនាំនំទៅ Persilien គឺជាបង្អែមដ៏ឆ្ងាញ់បំផុតដែលពួកអ្នកបម្រើបានរៀបចំថ្វាយព្រះអង្គបទទាំងអស់នេះសុទ្ធតែត្រូវបានធ្វើឡើងដោយផ្អែកលើចំណង់ចំណូលចិត្តរបស់ព្រះអង្គទាំងស្រុង Persilien ក៏បានសួរថាចុះហេតុអ្វីបានជាអ្នកលើករបស់ទាំងនេះមកវិញលីវីឆ្លើយទាំងអៀនថាគឺដោយសារតែខ្ញុំបានជួយពួកគេធ្វើវាដែរនឹងណាហើយមើលការសួររបស់ Persilien វិញតើអ្នកបានដាក់ថ្នាំបំពុលមែនទេលីវីនៅពេលដែលលើ Persilien និយាយបែបនេះបានស្រែកយ៉ាងខ្លាំងថាអីគេនឹងអ្វីបានជាព្រះអង្គហ៊ានសង្ស័យលើភក្តីភាពដ៏មិនចេះសាបសូន្យរបស់ខ្ញុំបែបនេះ Persilien បានគិតដូច្នេះហើយគឺគាំងទឹកមុខក្នុងរូបភាពទៅគឺដឹងហើយវានៅពេលដែលឃើញ Persilien គាំងដូច្នេះក៏បានគិតក្នុងចិត្តថាអូតើខ្ញុំសម្ដែងជ្រុលពេកទៅដឹងវានិយាយធម្មតាវិញខ្ញុំម្ចាស់សូមស្បត់វាមិនមានថ្នាំពុលសូមឲ្យតែបន្តិចនៅក្នុងរបស់ទាំងនេះហើយនាងក៏បានញ៉ាំឲ្យ Persilien មើលគ្រប់គ្នាមានការបារម្ភខ្លាំងណាស់ព្រោះតែព្រះអង្គសិនតែមិនដែលប៉ះពាល់អាហារសម្រន់របស់ព្រះអង្គតតែសោះគេទាំងអស់គ្នាបានខិតខំយ៉ាងខ្លាំងដើម្បីស្វែងរកអ្វីដែលព្រះអង្គចូលចិត្តគ្រប់គ្នាពិតជាបារម្ភពីព្រះអង្គណាស់ Persilien កំពុងតែសរសេរនិងបាននិយាយថាបារម្ភអញ្ចឹងឬឯនិយាយបែបហ្នឹងមែនទេយើងគឺជាម្ចាស់ជួយរបស់ពួកគេគ្រាន់តែបំពេញតួនាទីរបស់ខ្លួនតែប៉ុណ្ណោះអ្នកគ្នាចាប់អារម្មណ៍នឹងក្តាររបស់ Persilien កំពុងតែសេមានន័យថាដូចអក្សរខ្មែរវាក៏បាននិយាយប្រហែលជាមែនហើយតែប្រសិនបើពួកគេសុខចិត្តខំប្រឹងដល់ថ្នាក់នេះការព្យាយាមធ្វើអ្វីមួយដែលព្រះអង្គសពព្រះតីតើវាមិនមែនជាវិធីដែលពួកគេបង្ហាញពីក្តីបារម្ភចំពោះព្រះអង្គទេឬពួកគេបានដាក់កម្លាំងកាយចិត្តនិងការខិតខំយ៉ាងខ្លាំងដើម្បីធ្វើអ្វីៗគ្រប់យ៉ាងឲ្យត្រូវចិត្តព្រះអង្គពួកគ្នាពិតជាស្រឡាញ់និងបារម្ភពីព្រះអង្គណាស់វានៅពេលដែលឃើញ Persilien មិនសូវខ្វល់ដូច្នេះយើងគិតថាគេធ្វើចរិតដូចជាមិនយល់ទាល់តែសោះហេតុអ្វីបានជាមានគេសុខចិត្តធ្វើអ្វីមួយឲ្យគេដោយក្តីសប្បុរសឆ្ងល់ណាស់ថាហេតុអ្វីបានជាគេហាក់ដូចជាមានការសង្ស័យឬមិនទម្លាប់នឹងការដែលមានគេប្រាប់ថាពួកគេបារម្ភពីគេបែបនេះហើយដែលសំខាន់ជាងនេះទៅទៀតនោះគឺគេកំពុងតែធ្វើប្រងើយកន្តើយដាក់ថាសបង្អែមទាំងស្រុងតែម្ដងខ្ញុំបានគិតក្នុងចិត្តថាខ្ញុំមិនចង់ប្រើវិធីនេះតតែសោះប៉ុន្តែវាក៏បាននិយាយក្មេងដែលរើចំណីនឹងមិនអាចធំធាត់ហើយរឹងមាំបានទេណាព្រះអង្គដឹងទេវាខំនិយាយបញ្ចុះបញ្ចូលពេលហ្នឹងហើយតែ Persilien នៅតែមិនព្រមញ៉ាំ Persilien បានឆ្លើយតបទាំងធម្មតាថាយើងធំពេករូបរាងរួចទៅហើយបានហើយទៅយកឯកសារទាំងនោះមកឲ្យយើងភ្លាមទៅប្រសិនបើឯងនៅតែបន្តនិយាយរឿងអត់ប្រយោជន៍មិនឈប់បែបហ្នឹងវាទៅយកឯកសារទេប៉ុន្តែក្នុងចិត្តគិតថាអ្នកបម្រើទាំងអស់ហាក់ដូចជាបារម្ភពីទ្រង់ខ្លាំងណាស់ខ្ញុំត្រូវបញ្ចុកទ្រង់ដល់មាត់តែម្ដងឬយ៉ាងណាតែបើធ្វើបែបហ្នឹងយើងមិនអាចដឹងថាតើតាមពិតទៅទ្រង់ចូលចិត្តអ្វីឲ្យប្រកាសនោះទេនៅលីវីបានចាប់អារម្មណ៍ឮសំឡេងគឺជាសំឡេងរបស់ Persilien ញ៉ាំនំលីវីឃើញដូច្នេះគិតក្នុងចិត្តថាគេព្រមសោយហើយខ្ញុំមិនអាចងាកទៅមើលលើបានទេបើមិនអញ្ចឹងទេគេច្បាស់ជាឈប់សោយមិនខាននេះវាដូចជាពេលដែលយើងមិនចុកចំណីឲ្យសត្វឆ្មាអនាថាបានសម្រេចអីចឹងលីវីរបស់យើងខ្វះអីប្រៀបជាមួយឆ្មាខានឆ្មាអនាថាទៀតហើយលីវីរបស់យើងក៏បានយកឯកសារមកឲ្យ Persilien ក៏បានសួរអញទៅយកយូរម៉េចគេចាប់អារម្មណ៍ឯកសារPersilien ទៅសេមិនថាដូចអក្សរខ្មែរហ្មងលីវីក៏ក្នុងចិត្តទីបំផុតទ្រង់ព្រមសោយនំ cookie នោះហើយនៅក្រៅខ្ញុំគួរតែប្រាប់ឲ្យ Sophia ធ្វើនំថ្វាយទ្រង់ឲ្យបានច្រើនជាងនេះទៀតហើយក៏កាត់មកដល់ក្រៅរាជវាំងដូចជាឃើញជើងនរណាម្នាក់កំពុងតែដើរមកហើយម្នាក់នោះគឺជាលីវីរបស់យើងក្នុងដៃរបស់នាងក៏បានកាន់ផែនទីរាជវាំងផងដែរលីវីដូចជាកំពុងតែរកអ្វីមួយបាននិយាយឡើងថាខ្ញុំគិតថាវាក៏មិនមែននៅទីនេះដែរកាលពីប្រហែលថ្ងៃមុន Persilien បានផ្ញើខ្សែដៃដែលខ្ញុំទទួលបានជាសំណួរត្រឡប់មកវិញគេថាមនុស្សដែលនៅជិតស្និទ្ធនឹងព្រះអង្គម្ចាស់មិនគួរធ្វើឲ្យគេមើលឃើញថាអាចទិញទឹកចិត្តបានដោយសំណុកនោះទេក្នុងសម្បត្តិយើងបានសរសេរថាយើងបានថ្វាយបញ្ជាឈ្មោះក្រុមអ្នកក្លាហានទៅដល់ព្រះអង្គម្ចាស់ហើយប៉ុន្តែទ្រង់មិនអាចទទួលយកខ្សែដៃនេះបានឡើយដូច្នេះយើងសូមផ្ញើវាត្រឡប់ទៅវិញនោះគឺជាអ្វីដែលទ្រង់បានប្រាប់ខ្ញុំឲ្យសរសេរផ្ញើទៅកាន់លោក Count Marcel ខានមានអក្សរខ្មែរទៀតខ្ញុំពិតជាស្ដាយខ្សែដៃនោះខ្លាំងណាស់ប៉ុន្តែប្រសិនបើខ្ញុំមិនធ្វើតាមអ្វីដែលទ្រង់បានប្រាប់ទេនោះខ្ញុំច្បាស់ជាត្រូវគេសម្លាប់មិនខានដូច្នេះខ្ញុំគ្មានជំរឿនអ្វីក្រៅពីធ្វើតាមឡើយពេលនោះខ្ញុំមិនបានដឹងទាល់តែសោះថាទង្វើមួយនេះនឹងនាំទៅរកអ្វីខ្លះហើយថ្មីនេះខ្ញុំតែងតែយកផែនទីជាប់តាមខ្លួនហើយដើររុករកពេញក្នុងវាំង
តែម្ដងតែដោយសារតែព្រះរាជវាំងនេះវាធំជាងអ្វីដែលខ្ញុំបានរំពឹងទុកឆ្ងាយណាស់ថាឡើយដើរទៅស្វែងរកជោគជ័យសូម្បីតែដើរត្រឡប់មកវិញក៏ខ្ញុំត្រូវចំណាយពេលរាប់ម៉ោងគ្រាន់តែដើរវិលចុះវិលឡើងហើយក្នុងអំឡុងពេលដែលខ្ញុំកំពុងដើររុករកនោះខ្ញុំក៏បានជួបនឹងលទ្ធផលដែលមិននឹកស្មានដល់ចេញពីទង្វើរបស់ខ្ញុំមានបរិសម្នាក់បានដើរមករកលីហ្វីបានសួរទៅកាន់លីហ្វីថាតើអ្នកគឺជាកញ្ញាលីហ្វីមែនដែរឬទេវាក៏បានឆ្លើយចាមែនហើយគឺខ្ញុំនឹងហើយតែមានការអ្វីមែនទេរនោះបាននិយាយទៀតថាលោកវីសខោនបានអញ្ជើញអ្នកទៅពិសាអាហារពេលល្ងាចក៏បានសួរថាហេតុអ្វីបានជាគាត់ចង់ជួបខ្ញុំគាត់បាននិយាយថាគាត់ចង់ណែនាំអ្នកឲ្យស្គាល់កូនប្រុសម្នាក់របស់គាត់ពីវីលើដូច្នេះហើយសឹងតែមិនជឿនឹងបានសម័យចេញរូបភាពទៀតផងខ្ញុំចាប់ផ្ដើមទទួលបានសំណើសុំរៀបការហើយអរគុណអ្នកគ្នាដែលបានទស្សនាវីដេអូនេះដល់ចប់កុំភ្លេចជួយ Subscribe Like និង Comment ម្នាក់ភួយផងដើម្បីជាកម្លាំងចិត្តដល់ Admin សម្រាប់រឿងបន្តទៀតគិតទៅ Admin ស៊ូមែនតើហ្មងណាមានតែពេលតនេមកផ្លែចឹងចេះតែធ្វើវីដេអូអ្នកគ្នាចឹងទៅនឹងមិនឆ្ងល់ថាបានរឿងមួយចេញយូរមែនតើ